ស្លុតណាស់លោកអើយគ្រោះធម្មជាតិរន្ទះបាញ់ដ៏រន្ធត់សម្លាប់មនុស្ស3នាក់និង2នាក់ទៀតរងរបួសធ្ងន់ពេលកំពុងធ្វើស្រែគ្រោះធម្មជាតិដ៏គួរឲ្យរន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង1:00នាទីរសៀលថ្ងៃទី7 ខែមិថុនាឆ្នាំ2026ម្សិលមិញមានករណីរន្ទះបាញ់ចំមនុស្ស5នាក់ក្នុងពេលតែមួយបណ្ដាលឲ្យមនុស្ស3នាក់ស្លាប់ភ្លាមៗនិង2នាក់ផ្សេងទៀតរងរបួសធ្ងន់ស្ថិតនៅក្នុងចំណុចវាលស្រែនៅក្នុងភូមិព្រៃឫស្សីឃុំជាំសង្កែស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាមុនពេលកើតហេតុមានភ្លៀងធ្លាក់មួយមេយ៉ាងធំលាយឡំទៅដោយផ្គររន្ទះយ៉ាងខ្លាំងនៅពេលនោះជនរងគ្រោះទាំង5នាក់ដែលជាអ្នកភូមិរស់នៅក្នុងតំបន់កើតហេតុខាងលើកំពុងតែដុតដៃដុតជើងព្យួររាស់ស្រែចម្ការខណៈអ្នកខ្លះទៀតកំពុងតែអង្គុយជ្រកសម្រាករងចាំនៅក្រោមដើមឈើជាអកុសលស្រាប់តែមានរន្ទះបាញ់ចំកណ្ដាលក្រុមមនុស្សទាំងនោះតែម្ដងក្នុងហេតុការណ៍ដ៏អណោចអធមនេះបណ្ដាលឲ្យជនរងគ្រោះ3នាក់ក្នុងនោះមានស្រីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុរីឯជនរងគ្រោះ2នាក់ទៀតបានរងរបួសជាទម្ងន់ភ្លាមៗនោះជនរងគ្រោះដែលរងរបួសធ្ងន់ត្រូវបានសាច់ញាតិនិងអ្នកភូមិប្រញាប់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យនេះគឺជាសារដាស់តឿនមួយបន្ថែមទៀតដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះក្នុងរដូវវស្សានេះកុំនៅក្រៅផ្ទះឬជ្រកនៅក្រោមដើមឈើឲ្យសោះ